តើអ្នកជឿទេថាអ្វីដែលរឹងមាំបំផុតនៅក្នុងโลกហ្នឹងវាមិនមែនជាអាវុធឬក៏លុយកាក់ទ្រព្យសម្បត្តិនោះឡើយប៉ុន្តែវាជាកម្លាំងចិត្តដែលមិនចេះចុះចាញ់នៅក្នុងសង្គមរបស់យើងវាពោរពេញទៅដោយការប្រកួតប្រជែងខ្លាំងមែនទែនបច្ចុប្បន្នជាពិសេសនៅក្នុងពិភពជំនួញមនុស្សភាគច្រើនតែងតែប្រើកម្លាំងបាយនិងភាពឆេវឆាវរបស់ខ្លួនហ្នឹងដើម្បីដោះស្រាយបញ្ហាប៉ុន្តែការដោះស្រាយបញ្ហាដោយកម្លាំងបាយឬក៏ភាពឆេវឆាវរបស់យើងគឺវាអត់ទទួលបានភាពជោគជ័យរយៈពេលយូរនោះទេវាតែងតែបង្កនៅបញ្ហាឲ្យកាន់តែស្មុគស្មាញថែមទៀតអញ្ចឹងបើសិនតែយើងចង់គេហៅថាទទួលបាននៅជោគជ័យឬក៏ជ័យជំនះមួយដែលមានរយៈពេលយូរយើងត្រូវតែចេះរៀនគ្រប់គ្រងចិត្តឲ្យចិត្តរបស់យើងនឹងមាននៅក្តីសង្ឃឹមនិងក្តីមេត្តាអញ្ចឹងក្នុងការដែលយើងមានក្តីសង្ឃឹមនិងមានក្តីមេត្តាហ្នឹងវាធ្វើឲ្យចិត្តរបស់យើងវារៀងស្ងប់ហើយយើងនឹងអាចប្រើបញ្ញាញាណរបស់យើងក្នុងការដោះស្រាយបញ្ហាបាននៅពេលដែលនិយាយដល់ការគ្រប់គ្រងចិត្តក៏ដូចជាការដែលនិយាយអំពីធម៌ពលផ្លូវចិត្តខាងក្នុងហ្នឹងខ្ញុំនឹកឃើញទៅដល់មហាបុរសម្នាក់ដែលមានឈ្មោះថាមហាថ្មគន្ធីបាទអញ្ចឹងខ្ញុំធ្លាប់បានអានសៀវភៅរបស់គាត់ក៏ដូចជាអានអំពីជីវប្រវត្តិនិងការតស៊ូរបស់គាត់គឺធ្វើឲ្យខ្ញុំមានកម្លាំងចិត្តនៅពេលដែលខ្ញុំជួបបញ្ហាផ្សេងៗអីចឹងណាបាទអញ្ចឹងខ្ញុំនឹងដកស្រង់ចំណុចខ្លះៗដែលអាចជួយឲ្យផ្លូវចិត្តរបស់យើងហ្នឹងវាល្អប្រសើរឡើងអញ្ចឹងគាត់បាននិយាយមក clear ថាបាទក្តីសង្ឃឹមគឺជាធម៌ពលភាពអត់ធ្មត់គឺជាជ័យជំនះហើយសេចក្តីស្រឡាញ់គឺជាមហាអំណាចអញ្ចឹងឃើញថាល្អមែនទែនណាបាទអញ្ចឹងខ្ញុំសុជេឲ្យអ្នកនរគ្នាអានជីវប្រវត្តិរបស់គាត់និងអានអំពីតកតងនឹងការតស៊ូរបស់គាត់អញ្ចឹងយើងអាចជួយយើងបានច្រើនអញ្ចឹងឥឡូវយើងត្រឡប់មកប្រធានបទរបស់យើងអញ្ចឹងអ្វីដែលជាភាពរឹងមាំបំផុតនៅក្នុងពិភពលោករបស់យើងហ្នឹងយើងមិនបាននិយាយទៅកាន់អាវុធឬក៏បាននិយាយអំពីសន្តិភាពឬក៏ក្តីសង្ឃឹមនេះខ្ញុំនឹកឃើញទៅកាន់មហាបុរសម្នាក់តែជាអ្នកនរគ្នាមួយចំនួនច្រើនគឺយើងបានដឹងហើយក៏ធ្លាប់បានឮដែរគឺមហាបុរសមហាថ្មគុន្ធីណាបាទមហាថ្មគុន្ធីគឺជាគេថាជាបិតាសន្តិភាពមួយហើយជាអ្នកផ្ដល់សង្ឃឹមក្តីសង្ឃឹមខ្លាំងហើយក៏ជាអ្នកផ្ដល់ភាពអត់ធ្មត់ដល់យើងដែរនៅពេលដែលយើងបានអានសិក្សាអំពីប្រវត្តិរបស់គាត់ក៏ដូចជាអំពីការតស៊ូរបស់គាត់អញ្ចឹងខ្ញុំសុជេឲ្យអ្នកនរគ្នាឧស្សាហ៍អានអំពីសភៅតាក់ទងនឹងគាត់ដូចគ្នាដែរព្រោះជួយលើកទឹកចិត្តណាបើនៅពេលដែលខ្ញុំបានអានបានស្រាវជ្រាវអញ្ចឹងទៅធ្វើឲ្យយើងមានកម្លាំងចិត្តធ្វើឲ្យខ្ញុំនឹងមានកម្លាំងចិត្តនៅពេលដែលខ្ញុំជួបបញ្ហាផ្សេងៗអញ្ចឹងបាទអញ្ចឹងបានន័យថាភាពរឹងមាំបំផុតនៅក្នុងโลกហ្នឹងគឺវាមិនមែនសំដៅទៅលើអាវុធឬក៏ទ្រព្យសម្បត្តិលុយកាក់នោះទេប៉ុន្តែវាស្ដែងបញ្ជាក់អំពីផ្លូវចិត្តឬក៏កម្លាំងចិត្តខាងក្នុងរបស់យើងអញ្ចឹងណាបាទនៅក្នុងសម្រងសម្ដីរបស់មហាថ្មគុន្ធីមកឃ្លាគឺគាត់បានពោលថាក្តីសង្ឃឹមគឺជាធម៌ពលភាពអត់ធ្មត់គឺជាជ័យជំនះហើយសេចក្តីស្រឡាញ់ហ្នឹងគឺជាមហាអំណាចអញ្ចឹងការធ្វើការងាររបស់គាត់គឺពោរពេញទៅដោយភាពអត់ធ្មត់និងមានក្តីស្រឡាញ់ចំពោះប្រជានុរាស្ត្រនៅក្នុងប្រទេសរបស់គាត់អញ្ចឹងខ្ញុំនឹងសូមធ្វើការចែករំលែកទស្សនវិជ្ជាខ្លះៗដែលបង្កប់នៅអត្ថន័យស្ដុកស្ដំមួយសម្រាប់ឲ្យជីវិតរបស់យើងនឹងនៅក្នុងសង្គមនៅពេលដែលយើងជួបបញ្ហាហ្នឹងបាទឲ្យយើងទទួលបាននៅគេថាជ័យជំនះនៃផ្លូវចិត្តរបស់យើងវាជាអមតៈមួយបាទបានយូរអញ្ចឹងទី1ហ្នឹងគឺតកតងនឹងក្តីសង្ឃឹមក្តីសង្ឃឹមគឺជាធម៌ពលក្តីសង្ឃឹមវាមិនមែនជាការរងចាំវាសនាឡើយប៉ុន្តែវាគឺជាម៉ាស៊ីនដែលជំរុញឲ្យយើងនឹងដើរទៅមុខនៅក្នុងគ្រាដែលយើងជួបការលំបាកឬភាពងងឹតនៅក្នុងបញ្ហារបស់យើងហ្នឹងក្នុងអាជីវកម្មក្តីក្នុងការសិក្សាក្តីក្នុងការធ្វើការងារក្តីនៅពេលដែលយើងជួបវិបត្តិក្តីសង្ឃឹមគឺជាពន្លឺមួយដែលអាចជួយឲ្យយើងនឹងសម្លឹងឃើញច្រកចេញបានអញ្ចឹងបើសិនតែយើងគ្មានក្តីសង្ឃឹមទេយើងនឹងគ្មានធម៌ពលក្នុងការបង្កើតអ្វីដែលថ្មីចេញមកទេហើយយើងក៏មិនអាចដោះស្រាយបញ្ហាចេញអំពីការណាអ្វីដែលយើងប្រឈមមុខនឹងបាននៅដែរអញ្ចឹងធ្វើម៉េចយើងត្រូវតែរក្សានៅក្តីសង្ឃឹមរបស់យើងដែលយើងគិតថាយើងអាចរស់នៅក្នុងជីវិតនេះបានគឺវាជាក្តីរំពឹងខ្ពស់របស់យើងហើយការក្តីសង្ឃឹមខ្ពស់របស់យើងអញ្ចឹងគ្រប់បញ្ហាទាំងអស់វាតែងតែមានដំណោះស្រាយអញ្ចឹងសូមថែរក្សាផ្លូវចិត្តខ្លួនឯងហ្នឹងឲ្យវាមានភាពនឹងណូពោពេញទៅដោយក្តីសង្ឃឹមរបស់យើងអញ្ចឹងបាទចំណុចទី2ខ្ញុំសូមចែករំលែកថាភាពអត់ធ្មត់គឺជាជ័យជំនះអញ្ចឹងការអត់ធ្មត់ហ្នឹងវាខ្ញុំទទួលស្គាល់ថាវាពិបាកសម្រាប់ឲ្យអ្នកទាំងអស់គ្នាធ្វើអញ្ចឹងបាទប៉ុន្តែយើងត្រូវតែរៀនយើងត្រូវតែចាំបាច់ហ្វឹកហាត់វាបើនិយាយអំពី
ភាពអត់ធ្មត់ហ្នឹងគឺស្ដែងបញ្ជាក់ទឹកមហាថ្មគុន្ធីក៏ធ្លាប់បង្ហាញដែរណាអ្នកដែលចេះអត់ធ្មត់គឺជាអ្នកដែលទទួលបានអ្វីៗគ្រប់យ៉ាងឃើញទេអ្នកនរគ្នាព្រោះធ្វើអ្វីវាអត់ស្រួលទេមិនមែនថាធ្វើអ្វីប៉ងដូចអ្វីដែលយើងបានហ្នឹងយើងប៉ងមិនធ្វើអញ្ចឹងបានអត់ទេគេថាគម្រោងការវាដើរអត់ទាន់ភាពជាក់ស្ដែងទេពេលខ្លះគម្រោងការជីវិតរបស់យើង1ឆ្នាំ2ឆ្នាំ5ឆ្នាំ10ឆ្នាំយើងគ្រោងវាបានល្អភាពជាក់ស្ដែងយើងមើលអត់ឃើញទេថាក្នុងកំឡុង1ឆ្នាំ5ឆ្នាំ10ឆ្នាំរបស់យើងនេះវាកើតអីខ្លះបទពិសោធន៍ជីវិតនេះខ្ញុំធ្លាប់គ្រោងការជីវិតរបស់ខ្លួនឯងដែរអញ្ចឹងយើងគ្រោងការថាឆ្នាំក្រោយហ្នឹងខ្ញុំនឹងរៀបចំពិធីមង្គលការអីចឹងបាទចំពោះគ្រួសាររបស់ខ្ញុំប៉ុន្តែវាចៃដន្យអីក្នុងពេលវេលាឆ្នាំបន្ទាប់របស់ខ្ញុំហ្នឹងវាជួបរឿងអកុសលមួយដែរគេហៅថាគ្រួសាររបស់ខ្ញុំហ្នឹងគេហៅថាខាងសាច់ញាតិគ្រួសាររបស់ខ្ញុំលោកយាយហ្នឹងគឺកាត់ចែកឋានស្របពេលដែលការរៀបចំមង្គលការរបស់ខ្ញុំដូចគ្នាដែរបើនិយាយរឿងហ្នឹងទៅវាមានអារម្មណ៍ថាសោកសៅខ្លាំងមែនទែនណាប៉ុន្តែពួកខ្ញុំព្យាយាមអត់ធ្មត់ពេញហ្នឹងបើន័យថាយើងបានគ្រោងការរួចអស់ហើយប៉ុន្តែវាជួបអារឿងហ្នឹងដែលយើងមើលអត់ឃើញសោះអញ្ចឹងធ្វើខ្ញុំបាត់បង់គ្រប់យ៉ាងហ្មងបើសិនតែគិតពីផ្លូវចិត្តវាខ្ទេចខ្ទាំហើយបើគិតពីសុភមង្គលខ្ញុំមានការអាណិតទៅកាន់គ្រួសាររបស់ខ្ញុំខ្លាំងមែនទែនណាប៉ុន្តែមនុស្សស្រីគឺគេថាសុភមង្គលនិងគេថាសេចក្តីរីករាយរបស់គាត់បំផុតហ្នឹងនៅថ្ងៃអាពាហ៍ពិពាហ៍ហ្នឹងឯងតែគាត់អាចចូលខ្លួនធ្វើជាអាចថាជាព្រះនាងបានអញ្ចឹងប៉ុន្តែវាជារឿងដែលយើងមិនចង់ជួបនរណាក៏មិនចង់ជួបដែរប៉ុន្តែវាត្រូវតែជួបនេះជាជីវិតរបស់យើងអញ្ចឹងវាជួបហើយវាចៃដន្យទៀតវាស្របពេលគ្នាទៀតធ្វើឲ្យកម្មវិធីហ្នឹងมันអាចប្រពឡើងរោងការប្រែក្លាយទៅជាពិធីបុណ្យសពអញ្ចឹងអ្នកទាំងអស់គ្នាក៏ពិបាកទទួលយកដែរប៉ុន្តែធ្វើម៉េចជីវិតរបស់យើងវាត្រូវតែជួបអញ្ចឹងដោយសារតែពួកខ្ញុំបានឆ្លងកាត់នៅរឿងខកចិត្តខកកាយហើយនឹងគេថាអាចថាជារឿងបាក់ទឹកចិត្តច្រើនដែរបាទមិនថាជាអាជីវកម្មមិនថាជាការធ្វើការងារឬក៏សុភមង្គលក្នុងគ្រួសារគឺមកឆ្នាំដែលយើងក្រងហ្នឹងគឺបាត់បង់សឹងទាំងអស់អញ្ចឹងសឹងតែយើងអស់កម្លាំងចិត្តនៅក្នុងការរស់នៅអីចឹងប៉ុន្តែនៅពេលដែលយើងបានខ្ញុំបានសិក្សាជួយចិត្តអានសភៅអានអីដែរអញ្ចឹងក៏មានពាក្យពេចន៍ខ្លះក៏លើកទឹកចិត្តអញ្ចឹងក៏ខ្ញុំក៏ចាប់ផ្ដើមលើកចំណុចហ្នឹងធ្វើការចែករំលែកគឺចេញពីជីវិតរបស់ខ្ញុំផ្ទាល់ហ្មងគឺតកតងនឹងការអត់ធ្មត់នឹងឯងតែបច្ចុប្បន្នគឺខ្ញុំរស់នៅដោយសាមញ្ញធម្មតាអញ្ចឹងហើយដោយសារតែយើងអាចឆ្លងកាត់បានទៅមានការចែករំលែកទៅអញ្ចឹងដូចខ្ញុំបញ្ជាក់អញ្ចឹងថាការអត់ធ្មត់ហ្នឹងគឺវាជាភាពជោគជ័យរបស់យើងមួយដែរបានធ្វើឲ្យយើងរួចផុតពីជំងឺបាក់ទឹកចិត្តរបស់យើងដែរអញ្ចឹងហើយការជោគជ័យរបស់យើងវាមិនមែនកើតឡើងត្រឹមតែមួយយប់ឡើយយើងកុំរំពឹងថាស្អែកឡើងយើងជោគជ័យហើយកុំរំពឹងថាឆ្នាំក្រោយខែក្រោយនឹងយើងជោគជ័យប៉ុន្តែយើងត្រូវរំពឹងថាមួយថ្ងៃរបស់យើងត្រូវធ្វើបានអ្វីខ្លះអញ្ចឹងបាទហើយយើងកុំអង្គុយរងចាំសំណាងវាផ្ដល់ឲ្យអ្នកដែលធ្វើទេវាមិនមែនសក់ឲ្យយើងទទួលបានសំណាងទេអត់ទេបាទហើយការគ្រប់គ្រងផ្លូវចិត្តរបស់យើងហ្នឹងក៏វារឹតតែសំខាន់អញ្ចឹងការអត់ធ្មត់វាគឺជាជ័យជំនះលើអារម្មណ៍ឆេវឆាវរបស់ខ្លួនយើងអញ្ចឹងបើនឹកអំពីរឿងរបស់ពួកខ្ញុំបើសិនតែខ្ញុំឆេវឆាវឬក៏ពួកខ្ញុំនឹងវាអត់មានភាពអត់ធ្មត់ទេម្ល៉េះយើងនឹងបាត់បង់អ្វីបន្ថែមទៀតអញ្ចឹងបាទចំណុចទី3នេះគឺសេចក្តីស្រឡាញ់គឺជាមហាអំណាចសេចក្តីស្រឡាញ់នៅក្នុងអត្ថន័យដឹកនាំគឺការផ្ដល់តម្លៃនិងការយកចិត្តទុកដាក់នៅពេលដែលយើងធ្វើកិច្ចការងាររួមគ្នាឬក៏យើងធ្វើអាជីវកម្មដោយក្តីស្រឡាញ់ចំពោះអតិថិជនឬក៏យើងមានការធ្វើការងារស្រឡាញ់មិត្តរួមការងារជាមួយគ្នាមិនមែនជាលក្ខណៈសេចក្តីស្រឡាញ់ស្នេហាទេណាអានឹងគេថាសេចក្តីស្រឡាញ់រវាងការយកចិត្តទុកដាក់គ្នាទៅវិញទៅមកបាទអានឹងវាធ្វើឲ្យគេថាសេចក្តីមេត្តារបស់យើងនឹងវាផុសចេញមកបាទបើសិនតែយើងជាមេយើងមានសេចក្តីស្រឡាញ់ចំពោះអ្នកក្រោមបង្គាប់របស់យើងបើយើងជាប្តីយើងមានក្តីស្រឡាញ់ចំពោះប្រពន្ធបើប្រពន្ធមានក្តីស្រឡាញ់ចំពោះប្តីអានោះអំណាចនៅផ្លូវចិត្តរបស់យើងនឹងវាចេញមកអញ្ចឹងគេហៅថាជាទំនុកចិត្តមួយដែលយើងធ្វើដោយសន្តិភាពបានអញ្ចឹងដោយគ្មានការគេហៅថាគ្មានការបាត់បង់អារម្មណ៍ឬក៏គ្មានការធ្វើឲ្យចិត្តរបស់យើងនឹងវាតប់ប្រមល់ទេអញ្ចឹងអាក្តីស្រឡាញ់ហ្នឹងវាអាចរំសាយរាល់ចំនួននិងការកសាង
ភាពជាម្ចាស់ការលើខ្លួនឯងហ្នឹងបានយូរអង្វែងដែរអញ្ចឹងក្នុងការដែលយើងបង្កើតនៅក្តីស្រឡាញ់ហ្នឹងលុះត្រាតែយើងមានសកម្មភាពដែរបើយើងគ្រាន់តែនិយាយក៏វាអត់មានបង្ហាញជាសេចក្តីស្រឡាញ់ចេញមកដែរអញ្ចឹងហើយសង្ឃឹមថាការចែករំលែករបស់ខ្ញុំ3ចំណុចនេះវាអាចជួយទៅកាន់ផ្លូវចិត្តអ្នកនរគ្នាបានខ្លះៗដែរខ្ញុំសូមលើកទឹកចិត្តក៏ដូចជាសូមចែករំលែកក្តីស្រឡាញ់ទៅកាន់អ្នកនរគ្នាថាក្នុងโลกនេះវាអត់មានអីល្អឥតខ្ចោះទេប៉ុន្តែយើងទទួលយកនៅភាពបច្ចុប្បន្នភាពរបស់យើងហ្នឹងហើយយើងរក្សាទំនាក់ទំនងនៅមិត្តភាពរបស់យើងដៃគូរបស់យើងហ្នឹងឲ្យបានល្អរក្សាផ្លូវចិត្តគ្នាទៅវិញទៅមកឲ្យបានល្អអញ្ចឹងណាឧស្សាហ៍សួរសុខទុក្ខគ្នាទៅវិញទៅមកថាសុខសប្បាយជាទេជាជាងធ្វើការអីបានប្រាក់ខែប៉ុន្មានអានសំណួរហ្នឹងមិនបាច់សួរទេអានោះបុគ្គលគេរៀងខ្លួនគេដឹងហើយយើងប្រែសំណួរទាំងអស់ហ្នឹងមកជាការសួរសុខទុក្ខមិនហើយឥឡូវបាទសុខសប្បាយជាទេហើយគ្រួសារសុខទុក្ខមិនដែរអីអញ្ចឹងទៅមានផលលំបាកអីអត់គ្នាអាចជួយអីបានអត់ទៅវិញទៅមកអីអញ្ចឹងអាហ្នឹងគឺវាអាចថាមានអារម្មណ៍មួយអ្នកដែលបាក់ទឹកចិត្តបាក់អីអញ្ចឹងមានអារម្មណ៍ថាមានមនុស្សនៅក្បែរគាត់ខ្លះដែរអញ្ចឹងណាបាទអញ្ចឹងមកកំឡុងខ្ញុំជួបបញ្ហាហ្នឹងកម្រទទួលបានសំណួរសួរសុខទុក្ខទាំងអស់ហ្នឹងណាបាទប៉ុន្តែបែរជាទទួលបានមកផលអវិជ្ជមានមួយត្រង់ថាគេមើលថាយើងហ្នឹងលេងចង់រឹបរោនណាគេអីចឹងអូនិយាយទៅវាជួបរឿងច្រើនប៉ុន្តែសូមលើកទឹកចិត្តអ្នកនរគ្នាថាយើងអាចមានជីវិតរស់នៅនេះវាជាសំណាងរបស់យើងហើយរីនឹងបាទសេចក្តីស្រឡាញ់ចែកឲ្យគ្នាទៅវិញមកបាទប៉ុណ្ណឹងសូមអរគុណអ្នកនរគ្នា